មង្គលទី5ដែលធ្វើឲ្យជីវិតមានសុភមង្គលសេចក្តីស្ងប់វិបុលសុខគឺបានធ្វើបុណ្យទុកបុណ្យមាន10ប្រការទី1ការឲ្យទានមាន3គឺទានជាសម្ភារៈទានជាធម៌ទានជាការឲ្យអភ័យទានជាសម្ភារៈមានលុយកាក់ចំណីអាហារឬរបស់របរប្រើប្រាស់ជាដើមទានជាធម៌ផ្ដល់ឱវាទទូមានផ្ដល់ចំណេះដឹងអប់រំណែនាំអំពីខុសនិងត្រូវទានជាការឲ្យអភ័យផ្ដល់ការអត់ឱនទោសអធ្យាស្រ័យមិនយកទោសទី2គឺសិលការសង្រួមកាយវាចាឲ្យបានសមរម្យគោរពចាស់ព្រឹទ្ធាចារ្យនិងបុគ្គលមានសុជីវធម៌ត្រឹមត្រូវគោរពនិងអនុវត្តតាមច្បាប់វិន័យក្រឹតក្រមដំបូន្មានភាសិតទី3គឺភាវនាគឺការនមស្ការថ្វាយបង្គំចម្រើនសមាធិអប់រំចិត្តផ្សព្វផ្សាយមេត្តាធម៌ដល់សព្វសត្វលោកដើម្បីបានជាអ្នកមានប្រាជ្ញាច្រើនទី4គឺការគោរពគឺគោរពឱនលំទោនចំពោះព្រះសង្ឃមេដាបេដាលោកគ្រូអ្នកគ្រូរៀមច្បងនិងចៅហ្វាយនាយដោយការក្រោកទទួលលើកដៃសំពះថ្វាយបង្គំបើកផ្លូវអោអាសនៈនិងភាពទន់ភ្លន់គ្រប់យ៉ាងទី5គឺការជួយយកអាសាគឺជួយខ្វល់ខ្វាយបម្រើកិច្ចការរបស់អ្នកដទៃដោយស្មោះស្ម័គ្រទី6គឺការឲ្យបុណ្យគឺចែកចំណែកបុណ្យកុសលដែលបានសាងដល់អ្នកដទៃទី7គឺការសាទរគឺត្រេកអរអនុមោទនាអំពើល្អត្រឹមត្រូវរបស់អ្នកដទៃដោយការសរសើរលើកតម្កើងដោយមិនអេសាច្រណែនទី8គឺការស្ដាប់ធម៌គឺស្ដាប់ការណែនាំរបស់ព្រះសង្ឃមេដាបេដាលោកគ្រូអ្នកគ្រូទី9គឺការផ្ដល់ឱវាទគឺពន្យល់ណែនាំផ្លូវល្អត្រឹមត្រូវដល់អ្នកដទៃដើម្បីវាសចាកអំពើខុសទាំងឡាយទី10គឺការតបស្នងគុណទី10គឺការតបស្នងគុណគឺតបស្នងគុណដល់មេដាបេដាលោកគ្រូអ្នកគ្រូនិងអ្នកទាំងឡាយដែលបានសាងកុសលល្អមកលើខ្លួន